តើពេលណាជាន់ប្រាំងខាងឆ្វេងនៅពេលណាយើងជាន់ប្រាំងខាងស្ដាំចំណុចពិសេសមួយទៀតនៅពេលណាយើងជាន់ប្រាំងទាំងពីរនៅថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបប្រើប្រាស់ប្រាំងឆ្វេងឬប្រាំងស្ដាំជូនដល់បងប្អូនដែលអ្នកទើបប្រើត្រាក់ទ័រថ្មីឬប្រើយូរហើយក៏ដោយជាពិសេសអ្នកដែលទើបទិញត្រាក់ទ័រថ្មីហើយសម្រាប់ត្រាក់ទ័រទាំងអស់គឺប្រាំងភ្លោះមាន2ដូចគ្នាទាំងអស់ប៉ុន្តែភ្លោះ2នេះសម្រាប់ធ្វើការងារបត់បែនហើយប្រសិនបើបងប្អូនចង់បត់បែនត្រូវដោះកន្លឹះចាញ់ទៅដាច់ពីគ្នាហើយប្រសិនបើបងប្អូនចង់បត់ឆ្វេងជាន់ប្រាំងឆ្វេងរួចដៃយើងទាញចង្កូតមកឆ្វេងដែរដោយឡែកមួយទៀតបើចង់បត់ស្ដាំយើងត្រូវជាន់ប្រាំងខាងស្ដាំហើយដៃយើងក៏បួងចង្កូតមកខាងស្ដាំដូចគ្នាខាងឆ្វេងដែរជាពិសេសមួយទៀតគឺសម្រាប់ត្រាក់ទ័រ John Deere គឺមានលក្ខណៈមួយពិសេសខុសគេដោយសារប្រើប្រេងប្រព័ន្ធ hydraulic ងាយស្រួលនឹងជាន់ប្រើជើងស្រាលក៏ជាន់ប្រាំងត្រាក់ទ័រ John Deere នឹងជាប់នៅស្ងៀមដែរសម្រាប់ប្រាំងត្រាក់ទ័រជាប់គ្នាពីរនេះគេធ្វើការតម្រូវឧទាហរណ៍ថាយើងភ្ជួរដីឬក៏វាយអង្គប់ឬក៏បត់តាមផ្លូវនឹងតូចយើងមិនចង់ឲ្យយ៉ែម្ដងឬក៏ពីរដងអញ្ចឹងបើសិនតែយើងចង់បត់ស្ដាំយើងជាន់ប្រាំងខាងស្ដាំដៃយើងទាញចង្កូតខាងស្ដាំមកងាយស្រួលបត់លឿនរហ័សទាន់ចិត្តខាងឆ្វេងក៏យើងធ្វើចឹងដែរប៉ុន្តែយើងត្រូវបង្ហើយដីរបៀបថាភ្ជួរឬក៏វាយអង្គប់ក្នុងវាលស្រែតកង់យើងមិនបាច់ឲ្យយ៉ែច្រើនសារក៏ដូចគ្នានឹងតាមផ្លូវយើងជាន់ឆ្វេងយើងបត់ឆ្វេងជាន់ស្ដាំយើងបត់ស្ដាំធ្វើនេះធ្វើតម្រូវទៅតាមពេលវេលាតែដោយឡែកមួយទៀតបើសិនបើបងប្អូនប្រើតែមួយចំហៀងយើងសណ្ដោងល្មមយើងប្រើប្រាំងមួយចំហៀងវាអាចទាញធ្លាក់ផ្លូវទាញខុសផ្លូវឬក៏ជាន់ទៅល្មមរុញទៅបែងគូតតែទឹមថ្នោតក៏មានដែរអញ្ចឹងដាច់ខាតបងប្អូនរត់តាមផ្លូវឬក៏សណ្ដោងមកតាមផ្លូវធ្វើអីក៏ដោយឲ្យតែអូសឧបករណ៍រៀងធ្ងន់ពីក្រោយត្រូវប្រើប្រាំងទាំងពីរជាដាច់ខាតសរុបសេចក្តីមកប្រសិនបើបងប្អូនប្រើប្រាំងបានត្រឹមត្រូវងាយស្រួលក្នុងការបំពេញការងារហើយជាពិសេសអ្នកបើកបរមានសុវត្ថិភាពខ្ពស់ប្រសិនបើបងប្អូនមានចម្ងល់បញ្ហាប្រាំងឬត្រាក់ទ័រសូមបងប្អូនខលមកក្រុមការងារយើងខ្ញុំហើយសូមជួយ like និងជួយ share ខ្ញុំបាទសូមអរគុណ